và lần này khi màនិយាយបន្តិចអំពីសកម្មភាពរបស់ក្មួយនៅខាងភូមិរស្មីរបស់ខ្ញុំបាទឃើញក្មួយស្រីរបស់ខ្ញុំប្រហែលជាគាត់ស្រឡាញ់នៅការផលិតមាតិកាឬក៏ផលិតនៅវីដេអូខ្លីៗកំសាន្តនៅក្នុងទំព័ររបស់គាត់នឹងប៉ុន្តែពេលដែលគាត់ធ្វើមករយៈខ្លីមកវាអត់មានការផ្ទុះល្បីល្បាញអីច្រើនទេហើយសូម្បីតែអ្នកមើលហ្នឹងក៏មិនសូវជាច្រើនដែរដូច្នេះធ្វើឲ្យគាត់បាក់ទឹកចិត្តហើយមានអ្នកដតីចិត្តខាងគេរិះគន់អីចឹងទៅបាទធ្វើឲ្យគាត់ហ្នឹងគឺត្អូញត្អែបើសិនជាយោបល់ខ្ញុំគឺមិនចាំបាច់ត្អូញត្អែទេយើងធ្វើអ្វីឲ្យត្រឹមឲ្យត្រូវតាមគំនិតឆន្ទៈមនសិការរបស់យើងទៅគឺល្អហើយណានឹងសម្រាប់ការរិះគន់របស់អ្នកដតីគឺជាផ្នែកមួយដែលអាចជាកម្មវត្ថុឬក៏ជាកញ្ចក់ឆ្លុះបញ្ចាំងដើម្បីឲ្យយើងកែប្រែផ្លាស់ប្ដូរនៅគំនិតថ្មីរបស់យើងដែរណាហ្នឹងហើយកុំឲ្យថាយើងធ្វើតែដដែលទៅអ្នកដតីក៏គេអាចរិះគន់យើងឬក៏បន្តបង្អាប់យើងខ្លះដែរអញ្ចឹងណាធ្វើឲ្យយើងផ្លាស់ប្ដូរនៅចំណុចអវិជ្ជមានណាមួយអញ្ចឹងហ្នឹងហើយធ្វើបន្តទៀតទៅអត់អីទេសំខាន់គឺយើងស្រឡាញ់វាចូលចិត្តហើយក៏ធ្វើវាដោយក្តីស្រឡាញ់ទៅបាទមានការផ្ដាំផ្ញើតែប៉ុណ្ណឹងខ្លីសម្រាប់ក្មួយនៅភូមិរស្មីហើយយើងផ្លាស់ប្ដូរនៅកម្រិតថ្មីក្នុងការចែកម្លែកហ្នឹងនោះអ្នកភូមិឡើងរិះគន់យើងហើយអ្នកភូមិឡើងបន្តបង្អាប់យើងហើយឲ្យតែយើងធ្វើបានទៅឃើញថា perfect ល្អប្រសើរជាងមុនបន្តិចម្ដងយូរទៅគាត់ឃើញតម្លៃនៃការលះបង់របស់យើងហើយអរគុណ